សៀមរាប3យប់4ថ្ងៃជាមួយម៉ាក់ខ្ញុំនិងនីវណាយលើកនេះគឺមកតែគ្នា3នាក់ទេអត់ដឹងមិនទេគ្រប់ពេលដែលម៉ាក់ខ្ញុំមកដល់ខ្មែរគឺត្រូវតែទៅសៀមរាប EP ទី1តោះទៅមើលថាខ្ញុំទៅដើរលេងកន្លែងណាខ្លះនៅសៀមរាបចេញពីផ្ទះភ្លាមគឺពូតកងឡាននាំទៅញ៉ាំបាយស្រូបមន់សែនអ្នកគ្នាខ្ញុំមានអារម្មណ៍ថ្លៃ4ចានហ្នឹងគឺ22ដុល្លារប៉ុន្តែមួយចានគឺគេដាក់មន់ឲ្យច្រើននាំមកញ៉ាំបាយនីវណាយរោកាទៀវថានៅចិនពេលព្រឹកគឺគេអត់ញ៉ាំបាយទេគេញ៉ាំតែកាទៀវញ៉ាំអស់ហើយបុគ្គលិកយកទឹកនឹងមកនីវណាយថាគេទុកឲ្យយើងផឹកមែនខ្ញុំថាអត់ទេគេទុកលៀងដែរទៅមកទ្រីបនឹងនីវណាយសំណួរច្រើនមែនទេខ្ញុំនឹងចង់គេមកដល់អូតែហើយអ្នកគ្នាយើងកំពុងតែយកអវ៉ាន់ទៅតុកហើយយើងនឹងចាប់ដើមចេញទៅរកអីញ៉ាំនៅ Sky Park Condo Hotel and Residence អ្នកគ្នាមួយយប់ត្រឹមតែ60ទេនិយាយទៅ3យប់ហ្នឹងគឺ180ម៉ាក់ខ្ញុំថាធូរថ្លៃខ្លាំងដោយសារតែលើកមុនម៉ាក់ខ្ញុំមកអ្នកគ្នាគឺដេកមួយយប់200-300ដុល្លារប៉ុន្តែគឺអត់បានស្អាតចឹងទេហើយបន្ទប់នេះគឺមាន2បន្ទប់ណាអ្នកគ្នាសំខាន់យើងអាចធ្វើម្ហូបញ៉ាំខ្លួនឯងបានទៀតអូខេហត់ហើយយើងចាប់ដើមចេញមក review ហាងម្ហូបម្ដងមកញ៉ាំម្ហូបខ្មែរអ្នកគ្នាកន្លែងល្បីឈ្មោះថាវឿនសៀមរាបម៉ាក់ខ្ញុំនិយាយតែភាសាអង់គ្លេសជាមួយនីវណាយហើយគេចិនគេមិនចេះស្ដាប់ខ្ញុំនិយាយមែនអ្នកគ្នានីវណាយអត់ចេះស្ដាប់ភាសាអង់គ្លេសទេអត់ចេះហ្មងណាហើយម៉ាក់ខ្ញុំនេះគឺគាត់អត់ចេះអានអក្សរខ្មែរកន្លែងគេអីគេម្ហូបអាហារសោះគាត់ថាកន្លែងហ្នឹងគឺជាឈ្មោះ restaurant អីណាគាត់កន្លែងនេះគឺស្អាតខ្លាំងមែនទេអ្នកគ្នាឡើង frame ហ្មងណាម៉ាក់ខ្ញុំគាត់ចិត្តញ៉ាំម្ហូបខ្មែរកន្លែងកញ្ចុះអីចឹងយើងកំងម្ហូបរួចហើយគឺយើងអង្គុយចាំថតរូបថតវីដេអូលេងនេះអ្នកគ្នានិយាយទៅចង់ប្រាប់ថាមួយឆ្នាំបានជួបម៉ាក់តែម្ដងទេមើលខ្ញុំហៅគាត់ឥឡូវតែរវល់ជេរសៀមអ្នកគ្នាថតវីដេអូលេងមកហូបមកដល់ល្មមនេះគឺជាបុកលហុងអានេះគឺតកួនឆាដែលគេ free មកជាមួយមាន់ទឹកឃ្មុំមានត្រីសាម៉ុនមានសាច់គោអាំងមានសាឡម្ជូរហើយនឹងជាមួយនឹងពោតនេះអ្នកគ្នាមុតនៅទឹកឃ្មុំ very nice ហ្មងខ្ញុំឡងចូលចិត្តមកឡងច្រើនញ៉ាំអត់អស់ទេប៉ុន្តែគឺរៀងល្មមតម្លៃអ្នកគ្នាបើមិន65ទេក៏68ដុល្លារដែរខ្ញុំភ្លេចញ៉ាំស្អែតហើយគឺយើងចេញមកថតរូបលេងម្ដងអ្នកគ្នាឃើញខ្ញុំពាក់អាវស៊ីចម្ពូខោអញ្ចឹងអ្នកគ្នាគឺខ្ញុំឡើងគីឡូហើយខ្ញុំជាមនុស្សចិត្តពាក់អីស្រួលឲ្យវាធូរខ្លួនអញ្ចឹងណាមើលខ្ញុំដើរនីវណាយថាប្រយ័ត្នធ្លាក់ទឹកមើលអ្នកគ្នាបោះពុលនឹងកប៉ោងពាក់អាវអីឡើងកើតដែរញ៉ាំស្អែតហើយគឺយើងទៅផ្សារទិញម្ហូបធ្វើអីញ៉ាំអ្នកគ្នាសាហាវមែនទែននេះគឺផ្សារនៅសៀមរាបអ្នកគ្នាគឺធូរថ្លៃខ្លាំងមែនទែនហ្មងណាបានម្ហូបលំពេញដៃមើលនីវណាយថាបើកទ្វារលឿនអានេះគឺខ្ញុំមកដឹកអវ៉ាន់ជូនភ្ញៀវអវ៉ាន់លក់ដាច់ចេញរាល់ថ្ងៃនេះគឺនីវណាយចាប់ដើមមកធ្វើម្ហូបញ៉ាំពេលយប់អ្នកគ្នា clean ទៅហើយខ្ញុំញ៉ាំច្រើនណាស់ខ្ញុំនិយាយមែនឲ្យតែរោពេលថតវីដេអូគឺនីវណាយលូកមាត់រហូតរត់តែថតវីដេអូមិនបានកូននោះកៅថតវីដេអូញ៉ាំ ASMR មិនបានទេអ្នកគ្នានីវណាយលូកមាត់និយាយរហូតនេះគឺនីវណាយគេកំពុងតែធ្វើស៊ុបអ្នកគ្នានីវណាយប៉ាកែធ្វើម្ហូបណាធ្វើម្ហូបរហូតរាល់ថ្ងៃហ្មងនេះអ្នកគ្នាតាំងស្គាល់គ្នាដល់ឥឡូវម៉ាក់ខ្ញុំនិយាយថានីវណាយមិនមែនគ្រាន់តែមើលថៃខ្ញុំទេគឺមើលថៃម៉ាក់ខ្ញុំទៀតធ្វើម្ហូបឲ្យម៉ាក់ខ្ញុំញ៉ាំរាល់ថ្ងៃអ្នកគ្នាម៉ាក់ខ្ញុំឡើងគីឡូច្រើននេះហើយជាមូលហេតុដែលខ្ញុំឡើងគីឡូធាត់ដូចជ្រូកអ្នកគ្នាបន្ទោសណាគេបន្ទោសអ្នកធ្វើម្ហូបអូខេចាំតែមើល EP ទី2ណា